កូនអាយុ28ខែទៅដល់33ខែគាត់ចេះអីខ្លះអញ្ចឹង28ខែបានន័យថា2ឆ្នាំកន្លះទៅដល់33ខែហ្នឹងគឺក្រោម3ឆ្នាំនៅពេលដែលប៉ាម៉ាក់មានកូនអាយុ28ទៅ33ខែប៉ាម៉ាក់ត្រូវតែកត់សម្គាល់ឬក៏ចេះសង្កេតមើលទៅលើការវិវត្តខួរក្បាលរបស់កូនចំណុចដែលឪពុកម្ដាយត្រូវតែសង្កេតឬក៏តាមដានទៅលើការអភិវឌ្ឍខួរក្បាលរបស់កូនគឺមាន7ចំណុចហើយថ្ងៃនេះគឺនាងខ្ញុំនឹងនិយាយសរុបពី28ទៅ33ខែហ្មងខ្ញុំអត់រៀបរាប់ពីមួយខែដោយលើកមុនទេដោយសារតែវាស្តៀងគ្នានៅក្នុងចាប់ពី28ទៅ33ខែហើយត្រូវតែចំណាំថាអ្វីដែលនាងខ្ញុំរៀបរាប់មិនមែនចេះតែប៉ុណ្្នឹងវាលើសនឹងទៀតប៉ុន្តែគឺនាងខ្ញុំរៀបរាប់អ្វីដែលជាគោលសំខាន់សម្រាប់ឲ្យប៉ាម៉ាក់នឹងតាមដាននិងសង្កេតមើលទៅលើកូនចំណុចទី1ដែលឪពុកម្ដាយត្រូវតែចេះសង្កេតមើលទៅលើកូនក្នុងការប្រវត្តិខួរក្បាលរបស់កូនទី1គេថា gross motor skill គឺជំនាញដែលកូនចេះប្រើប្រាស់នៅចលនាសាច់ដុំធំរបស់គាត់ទី1យើងឃើញថាគាត់ចេះលេងលោតទី2គឺគាត់អាចដើរថយក្រោយបានប្រហែលជា10ជំហានហើយទី3គឺគាត់ឈរជើងមួយមានលំនឹងទី4គឺគាត់ដើរបង់បោយដោយមនុស្សធំដែរអញ្ចឹងចំណុចទី2 Kata Fine Motor Skill គឺជាជំនាញដែលកូនចេះប្រើប្រាស់នៅចលនាសាច់ដុំទូចៗរបស់គាត់នៅពេលដែលកូនអាយុចន្លោះចាប់ពី28ទៅ33ខែឃើញថាគាត់ចេះប្រើប្រាស់នៅចលនាសាច់ដុំទូចៗដោយចេះប្រើដៃទៅមួលបិទឬក៏បើកនៅគម្របដបឬក៏គម្របកឡអ្វីមួយចេះបើកទំព័រសៀវភៅទៅមុខនឹងបានច្រើនសន្លឹកចេះរៀបចំរបស់ដែលដាក់ត្រួតលើគ្នាយ៉ាងហោចណាស់ក៏បាន8ដុំឡើងដែរបើសិនបើគាត់លេងប្រភេទ block ដែលមានរាងជាជ្រុងរាងជាការ៉េអញ្ចឹងគាត់រៀបបានឡើងប្រហែលជា8ដុំឡើងហើយថែមទាំងចេះលោកចាប់របស់ខ្វែងដៃគ្នាថែមទៀតផងចំណុចទី3 Kata Self Help គឺជាជំនាញដែលកូនចេះជួយខ្លួនឯងគឺកូនចេះទាញខោចុះក្រោមឬក៏ហៅថាស្រាតខោចុះនៅពេលដែលគាត់ចង់បត់ជើងតូចឬក៏ចង់បត់ជើងធំគាត់ចេះលាងដៃគាត់ចេះដោះធ្មេញនៅពេលដែលយើងបង្ហាត់បង្រៀនគាត់ឲ្យចេះដោះធ្មេញហើយព្រមទាំងចេះប្រើប្រាស់ចានបង្គន់ក្នុងការបត់ជើងតូចឬបត់ជើងធំគាត់អត់ប្រើខោ diaper ឬក៏ខោទឹកនោមទៀតនោះទេចំណុចទី4ហៅថា problem solving គឺជាជំនាញដែលកូនចេះដោះស្រាយបញ្ហាគាត់ចេះផ្គូផ្គងឬក៏រៀបរបស់ឲ្យត្រូវជាមួយនឹងរូបរាងដូចគ្នានិងចេះជ្រើសរើសពណ៌ឲ្យស៊ីគ្នាថែមទៀតផងមិនត្រឹមតែប៉ុណ្្នឹងទេគាត់ចេះចង្អុលទៅរូបភាពហើយចេះពិពណ៌នាឬក៏រៀបរាប់អំពីរូបភាពទាំងនោះពីអត្ថន័យនៃរូបភាពនីមួយដូចជានៅក្នុងរូបមានម៉ាក់មានប៉ាមានប្អូនមានដើមឈើមានភ្នំលាក់និងលាក់ចំណុចទី5គេហៅថា social and emotional គឺជំនាញសង្គមហើយនិងអារម្មណ៍នៅពេលដែលគាត់ចេញឆ្ងាយពីឪពុកម្ដាយគាត់អត់សូវមានគេហៅថា separation anxiety ទេគឺគាត់អត់សូវមានតាក់ទងជាមួយនឹងបញ្ហាថប់អារម្មណ៍ពេលដែលបែកពីឪពុកម្ដាយគឺគាត់អាចគ្រប់គ្រងអារម្មណ៍របស់គាត់បានជាទូទៅនៅពេលដែលក្មេងគាត់មាន separation anxiety នៅពេលដែលឃ្លាតឆ្ងាយពីឪពុកម្ដាយបានទេគឺយំតោងទៀមស្អិតអត់លែងទេព្រោះខ្លាចឪពុកម្ដាយនឹងចាក់ចេញទៅឆ្ងាយបាត់ប៉ុន្តែចំពោះកូនដែលគាត់មានការអភិវឌ្ឍខួរក្បាលបានល្អនៅផ្នែកសង្គមហើយនិងអារម្មណ៍នៅពេលដែលឃ្លាតឆ្ងាយពីឪពុកម្ដាយគឺគាត់អាចគ្រប់គ្រងអារម្មណ៍របស់គាត់បានហើយថែមទាំងចេះធ្វើត្រាប់តាមមនុស្សធំទៀតផងដូចជានៅពេលដែលឃើញឪពុកម្ដាយឬក៏កុងឬក៏ម៉ាលើកទូរស័ព្ទនិយាយគឺគាត់អាចនឹងធ្វើត្រាប់តាមការលើកទូរស័ព្ទមកនិយាយដែរលើសពីនេះទៅទៀតគាត់ចេះជួយការងារផ្ទះបន្តិចបន្តួចថែមទៀតផងដូចជាការបោសផ្ទះឬក៏ការលាងចានថយត្បិតតែការជួយរបស់គាត់នឹងវាអត់បានស្អាតមែនប៉ុន្តែគឺគាត់អាចជួយបានគឺគាត់ចង់ជួយអាការងារទាំងអស់ហ្នឹងចំណុចទី6គេថា receptive languages គឺជាជំនាញដែលកូនយល់អំពីភាសានិយាយគឺចេះធ្វើត្រាប់តាមនៅពេលដែលយើងនឹងប្រើឬក៏ប្រាប់គាត់ឧទាហរណ៍នៅពេលដែលយើងឲ្យគាត់ទៅយករបស់មួយពីកន្លែងណាមួយគឺគាត់យកមកឲ្យយើងហើយយើងប្រើឲ្យគាត់ទុកនៅកន្លែងដើមវិញគឺគាត់យកទៅទុកនៅកន្លែងដើមបានមិនត្រឹមតែប៉ុណ្្នឹងទេគឺគាត់យល់ពាក្យមួយចំនួនដែរដូចជាពាក្យថាលៀងពាក្យថាលើកពាក្យថាចុះពាក្យថាផ្លុំជាដើមចំណុចទី7គេថា expressive languages គឺជាជំនាញដែលកូនចេះនិយាយភាសា
នៅពេលដែលគាត់អាយុចាប់ពី28ខែរហូតដល់33ខែហ្នឹងគឺគាត់ចាប់ផ្ដើមចេះនិយាយពាក្យសព្វនាមគឺ pronoun ដែលសព្វនាមគឺសំដៅលើខ្ញុំអ្នកពូមីងអីចឹងទៅអញ្ចឹងគឺគាត់ចេះនិយាយពាក្យទាំងអស់នឹងបានហើយនៅពេលដែលគាត់ឃើញរូបភាពគឺគាត់អាចចាប់ផ្ដើមរៀបរាប់ពីរូបភាពនៅក្នុងសៀវភៅមួយអាចបានយ៉ាងហោចណាស់ក៏15រូបភាពដែរនៅពេលដែលចូលទៅដល់28ខែដល់33ខែគាត់ឈប់និយាយពាក្យដដែលតាមយើងហើយគឺវាបាត់ហើយអាពាក្យអស់ហ្នឹងហើយនឹងអាពាក្យដែលគាត់និយាយដែលភាសាដែលយើងអត់យល់អត់ដឹងថាភាសាអីទេអាហ្នឹងគេហៅថា jargon គឺគាត់និយាយយើងអត់យល់ទេអាពាក្យទាំងអស់ហ្នឹងដែលនិយាយដែលមិនច្បាស់ដែលយើងមិនយល់ដោយនៅក្នុងវីដេអូដែលខ្ញុំដាក់ហ្នឹងគឺគាត់បាត់ហើយគាត់លែងមានហើយគាត់អាចចេះរាប់លេខអាច1 2 3បានទីទួយដែរនឹងគាត់ចេះរាប់អក្សរបើយើងបរៀនអាច A B C ចឹងទៅសរុបសេចក្តីមកវិញនៅពេលដែលកូនបងប្អូនអាយុបាន28ខែទៅដល់33ខែអ្វីដែលឪពុកម្ដាយត្រូវយកចិត្តទុកដាក់ចំពោះការអភិវឌ្ឍខួរក្បាលរបស់កូនទី1គឺគេហៅថា gross motor skill ជំនាញដែលកូនចេះប្រើប្រាស់នៅចលនាសាច់ដុំធំទី2 fine motor skill គឺជាជំនាញដែលកូនចេះប្រើប្រាស់នៅចលនាសាច់ដុំទុយៗរបស់គាត់ទី3គេហៅថា self help គឺជំនាញដែលកូនចេះជួយខ្លួនឯងទី4 problem solving គឺជំនាញដែលកូនចេះដោះស្រាយបញ្ហាទី5គេថា social and emotional គឺជំនាញតាក់ទងជាមួយនឹងអារម្មណ៍ហើយនឹងសង្គមទី6គឺ receptive languages គឺជំនាញដែលកូនចេះយល់អំពីភាសានិយាយទី7គេហៅថា expressive languages គឺជាជំនាញដែលកូនចេះនិយាយភាសាដូច្នេះប្រសិនបើកូនរបស់បងប្អូនអាយុចាប់ពី28ខែរហូតដល់33ខែហ្នឹងគាត់អត់ទាន់ចេះអ្វីដែលនាងខ្ញុំរៀបរាប់សោះអញ្ចឹងសូមប្រញាប់នាំកូនទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញឲ្យបានទាន់ពេលវេលាជាចុងក្រោយនាងខ្ញុំសូមអរគុណចំពោះពុកម៉ែបងប្អូនដែលតែងតែគាំទ្រវីដេអូរបស់នាងខ្ញុំ